បាទសួស្តីបងប្អូនថ្នាក់ទី12ដែលទើបតែប្រឡងចប់ថ្មីហើយមានម្ដងចង់ប្រឡងគ្រូបរិញ្ញាអញ្ចឹងថ្ងៃនេះខ្ញុំលើកយកលំហាត់ដែលធ្លាប់ចេញប្រឡងគ្រូបង្រៀនឆ្នាំ2024ចំនួន2លំហាត់ឥឡូវកែមកលំហាត់សិនគឺលំហាត់នឹងដែរធ្លាប់ចេញប្រឡងគ្រូអនុវិទ្យាល័យឆ្នាំ2024ដំណាក់កាលទី1គឺគុយ CF អញ្ចឹងលំហាត់នេះគេឲ្យដោះស្រាយសមីការក្នុងសំណុំផ្សេគឺសំណុំផ្សេហ្នឹងគឺសំណុំកំផ្លេចតែសមីការយើងគឺ x ការ៉េដក 18x បូក1181ស្មើ0អញ្ចឹងដើម្បីដោះស្រាយសមីការហ្នឹងវិធីដែលយើងងាយធ្លាប់ប្រើគឺយើងរកតាម discriminant មករក data ឬក៏រក data prim របស់វាមកបានហើយហើយទេអូខេអញ្ចឹងខ្ញុំរកតាម data prim អញ្ចឹង data prim គឺយក18ចែកជា2ទៅឃើញហើយអញ្ចឹង data prim យើងគឺវាត្រូវដក9អូការ៉េបើខ្ញុំសេ9ការ៉េសាដកអូការ៉េទៅវាវិជ្ជមានហើយដកឲ្យ AC A យើង1 C យើងគឺ1681តមកយើងគុណអា9ការ៉េហ្នឹងមកបាន81ហើយដក1គុណនឹង1681បាន1681ហើយយើងបូកដកលេខហ្នឹងទៅឃើញមិនសល់ដក1600អញ្ចឹងឃើញវា data យើងគឺចេញអវិជ្ជមានអញ្ចឹងបើចេញអវិជ្ជមានពេលយើងបញ្ចូលឬ data ទៅចូលឬ data prim ទៅគឺវានឹងជាប់ឯកតានិមិត្តអីទេបានថាវានៅក្នុងសំណុំចំនួន complex ណាអញ្ចឹងយើងរករឹសការ៉េ data prim គឺស្មើរឹសការ៉េដក1600អញ្ចឹងស្មើ42ភាសាវាអវិជ្ជមានអញ្ចឹងគេត្រូវការប្រើឯកតានិមិត្តនេះដើម្បីដោះស្រាយវាតោះមកយើងទៅរករឹសវាចំពោះរឹសគឺ x អងខ្ញុំយកដក b' ដកឬ data ចែកជា a នេះខ្ញុំចំនួនលេខយកតែម្ដងអត់មានសេរូបមុនចូលទេយើងវាចែក1គឺវានៅ9ដក42ពេល x ទៅគ្រាន់តែដូរពី9ដក42ទៅជាបូក42ទៅត្រូវអញ្ចឹងសមីការយើងគឺវាមានរឹសតែប៉ុណ្ណឹងខ្លីដែរទេដោយសារវាជាសមីការដឺក្រេទី2ធម្មតាអញ្ចឹងយើងចូលទៅលំហាត់មួយទៀតគឺអានេះដែរគណនា Derivative នៃអនុគមអញ្ចឹងអ្នកនរគ្នាឃើញកន្សោមអនុគមនេះគឺជាភាគសន្តាននៅក្នុងលិនយើងចង់ Derivative យកតែម្ដងក៏បានដែរក្នុងអនុគមហ្នឹងដោយយើងប្រើរូបមន្ត Derivative លិនអុយស្មើអុយព្រីមលអុយប៉ុន្តែខ្ញុំអត់ធ្វើតាមវិធីហ្នឹងទេគឺខ្ញុំបបែករូបមន្តលិនផុសចែកចឹង logarit ផុសចែកស្មើផលដក logarit ណាហើយជាបងប្អូននៅចាំយ៉ាងរូបមន្តនៅថ្នាក់ទី11អញ្ចឹងខ្ញុំបបែកអា logarit ផុសចែកទៅជាផលដក logarit ដើម្បីឲ្យវាកសោមនៅក្នុង logarit ហ្នឹងនៅក្នុងលិនហ្នឹងវាតូចតិចឲ្យយើងងាយស្រួល derivative ទៅមកប៉ុណ្ណឹងបបែកយើងផ្ដាច់បានប៉ុណ្ណឹងហើយយើងអាចគណនា derivative បានយ៉ាងងាយអានេះវាដូចជាលិនអុយអញ្ចឹងលិនអុយ x អញ្ចឹងហើយយើង derivative ទៅអុយព្រីមនៅលើអុយអញ្ចឹងវាបានដក1ដក x ការ៉េព្រីមដកឲ្យ1បូក x ការ៉េព្រីមហើយយើង derivative មក derivative ភ្លេចយកមកវាបានដក 2x ការ៉េអានេះ derivative ភ្លេចយកដែរមកវាបាន 2x ការ៉េអញ្ចឹងយើងបានចម្លើយវានេះបានដកសំទោសមិនមែនដក 2x ការ៉េទេហ្នឹងគឺដក 2x ហើយនឹងទូទី2គឺបាន 2x តមកយើងតម្រូវភាពបាយវាភាពបាយរួមវាយើងយកភាពបាយគុណចុះគ្នាទៅឃើញភាពបាយរួមហើយភាពបាយរួមវាគឺ1ដកហើយការ៉េក៏តាម1បូក x ការ៉េយើងគុណតម្រូវវាមកអញ្ចឹងនេះយើងគុណតម្រូវភាពបាយដោយសារទូនេះវាខ្វះ1បូក x ការ៉េអញ្ចឹងខ្ញុំគុណ1បូក x ការ៉េថែមហើយទូបន្ទាប់គឺខ្វះ1ដក x ការ៉េហើយយើងគុណពលាតវាបាទអញ្ចឹងនេះខ្ញុំបន្ទាប់ខ្ញុំគុណពលាតហើយឃើញចម្លើយនេះបានដក 2x ដក 2x គីបដក 2x បូក 2x គីបអញ្ចឹងអាដក 2x គីបហើយនឹងបូក 2x គីបយើងបូកដកគ្នាដាច់អស់ហើយដោយសារតែដក 2x ដក 2x អញ្ចឹងវាបានដក 4x ដក 4x នៅលើ1ដក
x ស្មើ4នៅសារនេះវាចូលមកកតាបូកកតាដកអញ្ចឹងចូលរូបមន្ត a ការ៉េដក b ការ៉េអញ្ចឹងបានទៅពេលអានេះវាការ៉េស្រាប់ហើយលើកជាការ៉េថែមទៀតវាទៅជាស្វ័យគុណ4ចម្លើយគឺបានដក 4x លើ1ដក x ស្វ័យគុណ4អញ្ចឹងលំហាត់នេះគឺមានប៉ុណ្ណឹងចំណុចអញ្ចឹងខ្ញុំមានទទួលបង្រៀនតាមអនឡាញបើបងប្អូនចង់រៀនអាចតាក់ទងខ្ញុំបានតាម Telegram តែខ្ញុំភ្ជាប់ទៅជាមួយបាទសូមអរគុណ